នៅប្រាសាទអង្គរវត្តមានចម្លាក់អប្សរារហូតដល់1737ដែលចម្លាក់អប្សរាទាំងនោះមានរូបរាងនិងកាយវិការតាមបែបផ្សេងៗគ្នាតែអ្នកទាំងអស់គ្នាធ្លាប់ឃើញអប្សរាញញឹមចេញថ្មិញដែរអត់បើអ្នកទាំងអស់គ្នាអត់បានឃើញឬអត់ទាន់ស្គាល់ទេតោះខ្ញុំបង្ហាញកន្លែងមើលអ្នកទាំងអស់គ្នាដើរចូលតាមរានហាលមុខប្រាសាទអង្គរវត្តមកដល់ខ្លងទ្វារនៅកណ្ដាលហ្នឹងអ្នកទាំងអស់គ្នាងាកមកខាងស្ដាំដៃអ្នកទាំងអស់គ្នាចូលតាមច្រកខ្លងទ្វារនៅខាងស្ដាំដៃបន្ទាប់ពីខ្លងទ្វារកណ្ដាលហ្នឹងនឹងឃើញមានរូបសំណាកមួយដែលគេហៅថារូបសំណាកលោកតារាជអ្នកនរគ្នាដើរផុតពីរូបសំណាកលោកតារាជហើយងាកមកខាងស្ដាំដៃគឺជាប់នឹងប្រអួយនឹងតែម្ដងអ្នកនរគ្នាដើរចេញមកខាងក្រៅហើយទៅសៀតាមគៀននឹងមកនឹងឃើញហើយអប្សរាមួយដែលមានភាពខុសប្លែកពីគេមានទឹកមុខខុសពីអប្សរាដទៃដោយមានស្នាមញញឹមបញ្ជាក់ឲ្យឃើញថ្មិញដែលមើលទៅកាន់តែមានភាពរស់រវើកនិងតាក់ទាញក្នុងចំណោមអប្សរាទាំងអស់ពេលអ្នកទាំងអស់គ្នាបានមកលេងអង្គរវត្តកុំភ្លេចឈៀងមកមើលផងណា